តើអ្នកធ្លាប់ជួបបញ្ហានេះដែរឬទេកូនជ្រូកទតនឹងបាយពីមេស្រាប់តែមិនសល់ស៊ីចំណីរាកស្គមហើយខ្លះទៀតអាចងាប់ក្នុងរយៈពេលតែប្រហែលថ្ងៃប៉ុណ្ណោះប៉ុន្តែបើអ្នកដឹងពិធីសាស្ត្រថែទាំត្រឹមត្រូវអ្នកអាចកាត់បន្ថយការខាតបង់បានយ៉ាងច្រើនថ្ងៃនេះខ្ញុំនឹងបង្ហាញ5វិធីសំខាន់ដែលអ្នកចិញ្ចឹមជ្រូកគ្រប់រូបគួរតែអនុវត្តចំណុចទី1ហេតុអ្វីកូនជ្រូកងាយឈឺក្រោយពេលបំបែកពីមេនៅពេលបំបែកពីមេកូនជ្រូកត្រូវប្រឈមនឹងការផ្លាស់ប្ដូរជាច្រើនក្នុងពេលតែមួយវាត្រូវប្ដូរអាហារបដូរបរិយាកាសនិងលេងបានបើដោះមេរបស់វាហើយការផ្លាស់ប្ដូរទាំងនេះអាចធ្វើឲ្យវាតានតឹងបាត់បង់ចំណង់អាហារនិងងាយឆ្លងជំងឺដូច្នេះពី7ថ្ងៃទៅ14ថ្ងៃដំបូងគឺជារយៈពេលដែលត្រូវយកចិត្តទុកដាក់ជាងគេចំណុចទី2គឺការរៀបចំទ្រុងឲ្យបានល្អមុនពេលដាក់កូនជ្រូកចូលទ្រុងត្រូវស្អាតទ្រុងឲ្យស្អាតនិងសម្លាប់មេរោគបើអាចធ្វើបានហើយកម្រាលទ្រុងត្រូវស្ងួតមិនសើមនិងមានខ្យល់ចេញចូលល្អបើអាកាសធាតុត្រជាក់ត្រូវផ្ដល់កម្ដៅបន្ថែមដើម្បីជួយឲ្យកូនជ្រូករក្សាសីតុណ្ហភាពរាងកាយបានល្អកន្លែងរស់នៅស្អាតគឺជាជំហានដំបូងក្នុងការការពារជំងឺហើយចំណុចទី3នោះគឺចំណីហើយនឹងទឹកកុំបង្ខំកូនជ្រូកឲ្យញ៉ាំច្រើនក្នុងពេលតែមួយគួរផ្ដល់ចំណីសម្រាប់កូនជ្រូកដែលងាយរំលាយនិងបែងចែកឲ្យញ៉ាំច្រើនដងក្នុងមួយថ្ងៃហើយចំពោះទឹកស្អាតត្រូវមានជានិច្ចព្រោះបើខ្វះទឹកកូនជ្រូកអាចខ្សោយនិងលូតលាស់យឺតបើកូនជ្រូកចាប់ផ្ដើមស៊ីចំណីបានល្អក្នុងប្រហែលថ្ងៃដំបូងនោះជាសញ្ញាល្អសម្រាប់ការលូតលាស់របស់កូនជ្រូកចំណុចទី4គឺការសង្កេតសុខភាពរាល់ថ្ងៃជារៀងរាល់ថ្ងៃសូមសង្កេតមើលកូនជ្រូកថាស៊ីចំណីធម្មតាឬអត់បើមានអាការៈដូចជារាកក្អកក្តៅខ្លួនឬដេកមិនស្ងប់មិនសូវដើរត្រូវបំបែកវាចេញពីហ្វូងភ្លាមដើម្បីកាត់បន្ថយការឆ្លងទៅកូនជ្រូកផ្សេងទៀតហើយការរកឃើញបញ្ហាបានឆាប់គឺជួយសន្សំទាំងថ្លៃព្យាបាលនិងកាត់បន្ថយការខាតបង់ហើយចំណុចទី5នោះគឺគន្លឹះដែលអ្នកចិញ្ចឹមជោគជ័យតែងតែធ្វើវាអ្នកចិញ្ចឹមជាច្រើនបានណែនាំថាកុំដាក់កូនជ្រូកដែលមានទំហំខុសគ្នាច្រើននៅក្នុងទ្រុងតែមួយព្រោះវាអាចដណ្ដើមចំណីគ្នាស៊ីគួររក្សាពេលវេលាផ្ដល់ចំណីឲ្យកូនជ្រូកឲ្យទៀងទាត់និងរក្សាអនាម័យទ្រុងជាប្រចាំទម្លាប់តូចទាំងអស់នេះហើយអាចធ្វើឲ្យកូនជ្រូកធំលឿននិងមានសុខភាពល្អបើអ្នកចង់ឲ្យកូនជ្រូកធំលឿនមានសុខភាពល្អនិងកាត់បន្ថយការខាតបង់សូមអនុវត្តវិធីទាំង5នេះឲ្យបានជាប្រចាំបើវីដេអូនេះមានប្រយោជន៍សូមជួយចុច like share និង subscribe ដើម្បីកុំឲ្យខកខានវីដេអូថ្មីអំពីការចិញ្ចឹមជ្រូកចិញ្ចឹមមាន់និងចំណេះដឹងកសិកម្មអរគុណសម្រាប់ការទស្សនាហើយជួបគ្នានៅវីដេអូបន្ទាប់បាយបាយអរគុណជម្រាបលា